ទាំងអស់គ្នាចាំបាន keyboard ខ្មែរបែបនេះមែនអត់តោះមកមើលរបៀបដាក់ទាំងអស់គ្នាដំបូងអ្នកនរគ្នា search ពាក្យថា setting តមកទៀតអ្នកនរគ្នាចូលមកកាន់ setting ហ្នឹងតមកទៀតស្វែងរកពាក្យថា time and language បន្ទាប់ពីចូលមកដល់ខាងក្នុងហ្នឹងហើយអ្នកនរគ្នាស្វែងរកពាក្យមួយទៀត language and region ចុចចូលមកក្នុងហ្នឹងមកអ្នកនរគ្នានឹងឃើញប៊ូតុងមួយពាក្យថា add a language ហើយអ្នកនរគ្នាអាច search ភាសាដែលអ្នកនរគ្នាចង់បានអញ្ចឹងខ្ញុំ search ភាសាខ្មែរហើយខ្ញុំចុច next install តមកទៀតវា install ចប់អ្នកនរគ្នាចុច3នេះយកពាក្យ language option បន្ទាប់មកទៀតអ្នកនរគ្នាធ្វើការ add នេះខ្មែរនេះដាចូលហើយអ្នកនរគ្នាធ្វើការលុបខ្មែររបស់ Microsoft ចេញដើម្បីឲ្យយើងអាចប្រើប្រាស់ខ្មែរ Unicode បានអញ្ចឹងការ add ភាសាខ្មែរ keyboard របស់យើងគឺបានជោគជ័យហើយអ្នកនរគ្នាអាចប្រើប្រាស់នៅភាសាខ្មែរ keyboard របស់យើងបានហើយអរគុណជម្រាបលា